ឧត្តមស្នេហ៍ឯករដ្ឋស្រៀងលើកទឹកចិត្តកម្លាំងក្រមអាវ៉ាតមុនឱកាសបុណ្យចូលឆ្នាំខ្មែរឈានមកដល់នៅថ្ងៃទី19ខែមីនាឆ្នាំ2025លោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានប្រមូលផ្ដុំកងកម្លាំងក្រមអាវ៉ាតទូទាំងរាជធានីមកជួបជុំគ្នានៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីជួបសំណេះសំណាលសួរសុខទុក្ខមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ព្រមទាំងបានរៀបចំអំណោយរួមមានអាវយឺតបោះពុម្ព logo អាវុធហត្ថនិងទឹកក្រូចដមទឹកសុទ្ធទឹកដោះគោចំនួន2500ឈុតប្រគល់ជូនដល់បងប្អូននាយទាហានរងនិងពលទាហានចំណុះអង្គភាពអាវុធហត្ថរាជធានីភ្នំពេញទាំងមូលជាអំណោយលើកទឹកចិត្តនិងអបអរសាទរបុណ្យចូលឆ្នាំថ្មីក្នុងឱកាសជួបជុំនេះផងដែរលោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងបានមានប្រសាសន៍ពំនាំនៅការសួរសុខទុក្ខនិងពាក្យជូនពររបស់លោកនាយឧត្តមស្នេហ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ព្រមទាំងក្រុមគ្រួសារផងដែរជាពិសេសលោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងបានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកងកម្លាំងក្រមអាវ៉ាតទាំងអស់ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបំពេញភារកិច្ចយ៉ាងហត់នឿយពេញមួយឆ្នាំទល់មួយឆ្នាំកន្លងមកក៏ដូចជាបានរួមសុខរួមទុក្ខជាមួយលោកផ្ទាល់រយៈពេល12ឆ្នាំដែលលោកមកកាន់ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញរហូតដល់បច្ចុប្បន្ននេះហើយលោកក៏បានយល់និងដឹងច្បាស់ថាក្នុងនាមជាកងកម្លាំងគឺពិតជាមានពេលវេលាតិចតួចណាស់សម្រាប់គ្រួសារជាពិសេសនៅគ្រប់ពិធីបុណ្យជាតិសាសនាដែលបងប្អូនប្រជាពលរដ្ឋជួបជុំគ្រួសារដើរលេងសប្បាយគឺជាពេលដែលកម្លាំងសមត្ថកិច្ចរឹតតែត្រូវយកចិត្តទុកដាក់លើកកម្ពស់ស្មារតីទទួលខុសត្រូវលើការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋកាន់តែមមាញឹកជាងពេលធម្មតាដូច្នេះហើយទើបជារៀងរាល់ឆ្នាំលោកតែងតែឆ្លៀតពេលរៀបចំពិធីជួបជុំនេះឡើងដើម្បីសំណេះសំណាលសួរសុខទុក្ខដោយភ្ជាប់ជាមួយអំណោយជាចំណងដៃលើកទឹកចិត្តព្រមទាំងរៀបចំពិធីជប់លៀងជូនដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងមូលបានចូលរួមសប្បាយមុនថ្ងៃចូលឆ្នាំថ្មីមកដល់ដើម្បីជាការអបអរសាទរនិងទុកពេលវេលាការពារប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំមកដល់ដោយអំណោយឆ្នាំនេះគឺក្នុងម្នាក់ទទួលបានទឹកក្រូចដមមួយកេសអាវយឺតបោះពុម្ព logo អាវុធហត្ថមួយទឹកដោះគោបឺតចំនួន2យួរព្រមទាំងទឹកសុទ្ធគ្រប់គ្នារីឯពិធីជប់លៀងនឹងប្រព្រឹត្តទៅនៅថ្ងៃទី26ខែមីនាឆ្នាំ2025ខាងមុខលោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងក៏បានរំលឹកផងដែរថាទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយបងប្អូនត្រូវចងចាំជានិច្ចនៅវីរភាពលះបង់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិរំដោះប្រជាជនកម្ពុជានាថ្ងៃ7មករា1979ឲ្យរួចផុតពីរបបវាលពិឃាតប្រឡាយពូជសាសន៍សម្រាប់ប្រជាជនខ្មែរអស់ជាង3លាននាក់គឺរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពតហើយសម្ដេចតេជោជាស្ថាបនិកមគ្គុទ្ទេសក៍ឯកដែលបានដាក់ចេញនៅនយោបាយឈ្នះបញ្ចប់អង្គការចាត់តាំងនយោបាយនិងយោធាខ្មែរក្រហមទាំងស្រុងធ្វើឲ្យប្រទេសជាតិមានសន្តិភាពនិងការឯកភាពជាតិពេញលេញមានស្ថិរភាពនយោបាយនិងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដល់សព្វថ្ងៃជាពិសេសសម្ដេចតេជោបានជួយសង្គ្រោះប្រជាជនកម្ពុជាជាលើកទី2ក្នុងកលៈទេសៈការរីករាលដាលនៃជំងឺឆ្លង COVID-19 ទូទាំងពិភពលោកដោយសម្ដេចបានដាក់ចេញនៅវិធានការអន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធភាពក្នុងការប្រឆាំង COVID-19 ស្ដារស្ថានភាពកម្ពុជាឲ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័សនិងមានឈ្មោះជាប្រទេសតូចបេះដូងធំលើសពីនេះយើងទាំងអស់គ្នាត្រូវបន្តប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្តបដិញ្ញាបម្រើការពារជួយសង្គ្រោះប្រជាពលរដ្ឋអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបន្តការដឹកនាំពីសម្ដេចតេជោដោយដាក់ចេញនូវយុទ្ធសាស្ត្រចក្ខុវិស័យជាបន្តបន្ទាប់ដែលមានជំហរមុតមាំបន្តថែរក្សាឲ្យបាននៅសុខសន្តិភាពស្ថិរភាពការអភិវឌ្ឍនិងការឯកភាពជាតិនៅចុងបញ្ចប់កម្មវិធីលោកឧត្តមស្នេហ៍ឯករដ្ឋស្រៀងផ្ដាំផ្ញើដល់បងប្អូននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ត្រូវជៀសឆ្ងាយអំពីអំពើអបាយមុខគ្រប់ប្រភេទជាពិសេសជៀសឆ្ងាយអំពីគ្រឿងញៀននិងសូមអនុវត្តឲ្យបាននូវគោលការណ៍របស់លោកចំនួន2គឺ
ទី1ត្រូវចេះតាមដានសុខភាពខ្លួនឯងនិងក្រុមគ្រួសារឲ្យបានជាប់ជាប្រចាំក្នុងមួយឆ្នាំត្រូវទៅមន្ទីរពេទ្យឆែកសុខភាពយ៉ាងហោចណាស់1 ដងឬ 2 ដងឲ្យបានទៀងទាត់ទី2ត្រូវចេះធ្វើផែនការសេដ្ឋកិច្ចក្នុងគ្រួសារធ្វើយ៉ាងណាឲ្យចំណាយតិចជាងចំណូលនិងដកប្រាក់សន្សំត្រៀមទុកប្រើប្រាស់ក្នុងពេលចាំបាច់